ព្រឹកនេះខ្ញុំបានទៅផ្សារហើយមានអ្នកលក់ស្ដៅច្រើនណាស់ដោយសាររដូវនេះគឺជារដូវស្ដៅលាស់ខ្ចីល្អផងអញ្ចឹងក៏ទិញវាទៅធ្វើម្ហូបញ៉ាំទៅណាមួយវាក៏ធូរថ្លៃដែរម្ដង1000ហើយធម្មជាតិញ៉ាំទៅល្អសម្រាប់សុខភាពទៀតខ្ញុំឲ្យតែមានស្ដៅគឺខ្ញុំនឹកឃើញមុនគេធ្វើញ៉ាំហ្មងអ្នកផ្ទះខ្ញុំគឺសុទ្ធតែអ្នកចូលចិត្តញ៉ាំស្ដៅទៀតញ៉ាំស្ដៅធ្វើទៅយើងញ៉ាំបានបន្លែច្រើនផងដំបូងខ្ញុំត្រូវដាំទឹកឲ្យពុះស្ងោរសាច់ជ្រូកសិនអញ្ចឹងសាច់ជ្រូកហ្នឹងខ្ញុំប្រើសាច់ស្មើមុខលាយជាមួយនឹងសាច់3ជាន់ដោយសារតែទិញសាច់3ជាន់សតអត់បានអញ្ចឹងឲ្យលាយគ្នាតែស្មើមុខគោមានខ្លាញ់តិចៗញ៉ាំទៅឆ្ងាញ់ដែរយកស្ដៅទៅសោជាមួយទឹកក្តៅហើយយកវាទៅលាងជាមួយទឹកត្រជាក់ទៀតដើម្បីឲ្យវាជ្រះជាតិល្វីងខ្លះយកតាំងហ៊ុនទៅស្រោម្ដងតាំងហ៊ុនហ្នឹងខ្ញុំទិញអាកន្លះខាំមួយល្មមជាមួយបន្លែសាច់ខ្ញុំត្រូវគ្នាហ្មងញ៉ាំស្ដៅគេមានញ៉ាំស្ដៅដាក់ត្រីហើយនឹងដាក់សាច់ជ្រូក3ជាន់នេះខ្ញុំដាក់សាច់ជ្រូក3ជាន់អញ្ចឹងខ្ញុំធ្វើទឹកត្រីផ្អែមស្រូបជាមួយនឹងញ៉ាំហ្នឹងខ្ញុំយកទឹកស្ងោរសាច់ជ្រូកមិញមកធ្វើវាមានជាតិគ្រាន់តែដាក់អំបិលកន្លះស្លាបព្រាប៊ីចេង1ស្លាបព្រាស្រាយនោះហើយស្ករត្នោត2ស្លាបព្រាច្របាច់ក្រូច2ផ្លែទៅមកល្មមជូរអែមយើងហើយថែមខ្ទឹមច្រាំតិចទៅរួចហើយបន្លែក្នុងញ៉ាំថ្ងៃនេះមានការ៉ុតខ្ទឹមក្រហមទឹកសក់ស្រូវជីប៉េងប៉ោះនិងស្ពៃក្តោបស្វាយធ្វើញ៉ាំអញ្ចឹងខ្ញុំត្រូវហាន់បន្លែចិត្តវារាងទូចៗបន្តិចប៉េងប៉ោះនេះមើលទៅខ្ញុំចាត់រាងធំផងប៉ុន្តែដោយសារខ្ញុំចូលចិត្តទៅពីវារាងធំដែរតែបងប្អូនចូលចិត្តរាងតូចហាន់វារាងចំណិតស្ដើងជាងខ្ញុំតិចទៀតហើយគោល្អដែរប៉េងប៉ោះយកប៉េងប៉ោះអាទុំឬក៏លឿងបន្តិចបានធ្វើឆ្ងាញ់យកប៉េងប៉ោះខៀវមកអត់ស្អីជាតិដូចប៉េងប៉ោះទុំនេះស្ពៃក្តោបបងប្អូនចង់ដាក់ពណ៌សក៏បានពណ៌ស្វាយក៏បានដែរដោយសារតែខ្ញុំធ្លាប់ដាក់ពណ៌សរាល់ដងហើយថ្ងៃហ្នឹងភ្លក់ស្ពៃក្តោបពណ៌ស្វាយម្ដងតែដឹងតែវាឆ្ងាញ់ហើយពណ៌ស្វាយនឹងស្រួយល្អបរិមាណនៃសាច់ជ្រូកហ្នឹងគឺ3ខាំពេលដែលវាឆ្អិនហើយខ្ញុំហាន់វាជាចំណិតតូចៗឲ្យរាងស្ដើងតិចទៅពេលយើងញ៉ាំវាជាមួយបន្លែទៅវាចូលជាតិឆ្ងាញ់ទឹកសក់ស្រូវខ្ញុំកោសវាឲ្យចេញសរសៃតូចៗវែងអញ្ចឹងបើញ៉ាំត្រីវិញទឹកសក់ស្រូវខ្ញុំចាត់វាទៅទឹកសក់តែញ៉ាំជាមួយសាច់ជ្រូក3ជាន់អញ្ចឹងគឺខ្ញុំកោសវាដូចយើងកោសល្ហុងអញ្ចឹងកោសប្រើស្រោមដៃផ្លាស្ទិកពិបាកកោសចង់តែមុតដៃអញ្ចឹងហើយខ្ញុំកោសប្រើដៃហ្មងទៅងាយជាងយើងដឹងដៃជាងការ៉ុតក៏ដូចគ្នាខ្ញុំកោសវាវែងអញ្ចឹងដែរពេលដែលលាយបន្លែទាំងអស់នឹងសពសាចូលគ្នាទៅមានចម្រុះពណ៌លាយទៅឃើញស្អាតគួរឲ្យចង់ញ៉ាំហើយរសជាតិវាក៏ឆ្ងាញ់ទៀតបន្លែសាច់ទឹកត្រីយើងរៀបចំរួចរាល់ហើយសណ្តែកដីគឺខ្ញុំបកឲ្យដែរគ្រាន់តែខ្ញុំឲ្យបានធាត់ប្រហាញដាក់បន្លែជីតាំងហ៊ុនហើយសាច់យើងលាយបញ្ចូលគ្នាទាំងអស់ទៅមិនវាបញ្ចូលគ្នាយើងថែមគ្រឿងក្រៅយើងពេលក្រោយទៀតបន្លែដែលមានជាតិល្វីងដូចស្ដៅដូចម្រះអីអញ្ចឹងវាជួយដល់សុខភាពយើងច្រើនណាស់កាលណាយើងញ៉ាំវាទៅវាជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមហើយក៏ការពារយើងពីជំងឺទឹកនោមផ្អែមដែរដោយពាក្យមួយឃ្លាដែលគេឆ្នាំតែនិយាយថាល្វីងជាឱសថផ្អែមជាថ្នាំប៉ូឡូដែរលើអត់អញ្ចឹងហើយជាតិល្វីងគឺវាល្អបន្លែលាយបញ្ចូលគ្នារួចអស់ហើយខ្ញុំចាក់ទឹកត្រីផ្អែមខ្ញុំចូលខ្ញុំមិនចាក់ទឹកហើយចាក់មកល្មមចាំភ្លក់វាសិនហើយសណ្តែកដីដាក់2ស្លាបព្រាចូលទៅច្របល់វាចូលគ្នាច្របល់វាហើយខ្ញុំមកភ្លក់វាចង់ដឹងថាវាល្មមរសជាតិនៅរសជាតិប៉ុណ្ណឹងខ្ញុំឲ្យអ្នកផ្ទះខ្ញុំភ្លក់ទៀតហើយគាត់ថាឆ្ងាញ់នេះជាលើកទី1ដែលខ្ញុំធ្វើញ៉ាំស្ដៅខ្លួនឯងហើយបានអ្នកផ្ទះសរសើរថាឆ្ងាញ់ទៀតសប្បាយចិត្តបងប្អូនឲ្យកុំភ្លេចដាក់ម្ទេសវាមានជាតិហឹរបន្តិចផងវាមានជាតិហឹរខ្លះបានញ៉ាំទៅកាន់តែឆ្ងាញ់ដែរហើយខ្ញុំរៀបចំចាក់ដាក់ចានទុកញ៉ាំរួចជាការស្រេចអញ្ចឹងបងប្អូនមកញ៉ាំស្ដៅទាំងអស់គ្នារសជាតិបែបស្រុកស្រែឆ្ងាញ់ណា